បាទបងប្អូននេះគឺជាម្ហូបឆាត្រប់បងប្អូនបាទត្រប់បើយើងធ្វើឆាបែបនេះវាមានរសជាតិផ្អែមបងប្អូនព្រោះត្រប់វានៅខ្ចីបងប្អូនបាទយើងពីដើមឡើយយើងអ្នកខ្លះគេចូលចិត្តដុតបងប្អូនបាទចូលចិត្តដុតយកមកអាំងទៅយើងបកទៅចិញ្ច្រាំជាមួយសាច់ជ្រូកឆាទៅបងប្អូនបាទនេះថ្ងៃនេះខ្ញុំអត់ដុតទេបងប្អូនព្រោះត្រប់ជើងខ្ចីខ្ញុំយកមកគេហៅថាស្រស់បងប្អូនបាទចាត់វាអញ្ចឹងមកយើងយកមកស្រស់ទឹកក្តៅជាមួយនឹងអំបិលនិងប្រេងឆាយើងមកបងប្អូនបាទចិត្តងឹតចឹងមកស្ដាងស្រាវបងប្អូនចិត្តមិនក៏បានដែរបងប្អូនបាទយើងប៉ុន្តែខ្ញុំចិត្តចេះឲ្យស្រាវតិចមកបាទឲ្យខ្ញុំលាងទឹកឲ្យស្អាតបាទត្រាំឲ្យវាចេញជ័រវាមកសិនមកបងប្អូនបាទខ្ញុំដាក់ចោលខ្ញុំដាំទឹកខ្ញុំជ្រោយខ្លាញ់តិចមកដល់ដាក់អំបិលមកចាប់បងប្អូនបាទទឹកយ៉ាងហុយមកចំពុះបានទេបងប្អូនបាទចាក់ទ្រាប់នឹងឈូមកបងប្អូនធ្វើបែបនេះវាមានរសជាតិផ្អែមបងប្អូនព្រោះទ្រាប់យើងវានៅខ្ចីបាទបើយើងយកទៅដុតទៅវាឆ្ងាញ់មួយបែបដែរបងប្អូនធ្វើបែបនេះក៏ឆ្ងាញ់មួយបែបដែរសាកលមើលបងប្អូនបាទខ្ញុំធ្វើ3 4 ដងដែរមកហូបមកទ្របបែបនេះបងប្អូនបាទដល់ពេលយើងដាក់ឲ្យវារឹងទន់ហើយយើងស្រង់វាយកមកលាងទឹកស្អាតបងប្អូនណាបាទស្រង់វាចេញមកបាទយកលាង2 ទឹក 3 ទឹកអីឲ្យស្អាតមកកុំឲ្យវាមានជាតិជ័របងប្អូនបាទហើយយើងដាក់កញ្ច្រែងឲ្យស្ងួតទឹកចឹងមកបាទឲ្យដាក់ឆាឆុលសាច់មាន់យើងមកបើយើងខ្ញុំអត់ប្រើសាច់ជ្រូកទេបងប្អូនបាទព្រោះខ្ញុំអាយៈនោះគឺអត់សូវបានសូវហូបសាច់ជ្រូកមកទេចាំតែប្រពន្ធបន្តិចមកដាក់ទូទៅអីទៅតែមកផ្លូវ2ផ្លូវឲ្យឆាបានមកផ្ទះបងប្អូនខ្ញុំឆាគ្រឿងឲ្យឆ្អិនចឹងមកបងប្អូនឲ្យឈ្ងុយមកយើងដាក់សាច់យើងមកបាទដូចតែឆាយើងធម្មតាទេយើងនឹងច្រាំក៏បានសាច់ជ្រូកប៉ុន្តែសាច់មាន់នេះខ្ញុំកាប់ធំយកមកឆាបរយបងប្អូនឆាជាមួយនឹងសាច់មកទ្របខ្ចីរបស់យើងបាទឲ្យចិត្តចំណិតចឹងយើងដល់ពេលយើងស្រស់ជាមួយខ្លាញ់ឡើងទុនបងប្អូនបាទទុនហើយយើងយកមកឆាចេះយើងនិយាយទៅឆាតែសាច់យើងឲ្យឆ្អិនយើងចាក់តែទ្របតែយើងមិនវាឆ្អិនបាត់ទៅហើយហ្នឹងបាទដាក់គ្រឿងក្រៅឲ្យតែភ្លក់ថនល្មមដែលមាត់របស់យើងហើយបងប្អូនប៉ុន្តែខ្ញុំចូលចិត្តដិតតិចបងប្អូនបាទខ្ញុំផ្អែមមិនសូវផ្អែមទេប៉ុន្តែបាទរៀងឲ្យរៀងដិតបន្តិចខ្ញុំម្ហូបខ្ញុំจะដិតបាទឆាយអីក៏ទៅដិតតិចមកបាទដាក់ចឹងមកយើងមិញខ្ញុំថែមទឹកមកចាប់មកបងប្អូនយើងដាក់ឲ្យឆ្អិនសាច់សិនបាទមើលសាច់យើងចូលជាតិតែភ្លក់ល្មមមកយើងចាក់ទ្របយើងចាក់មិញចូលមកបងប្អូនបាទនេះទ្របយើងឆ្អិនស្រាប់ហើយយើងតែមកត្រឡប់2ត្រឡប់អីឆ្អិនហើយបាទវាចូលជាតិជាមួយនឹងគ្រឿងក្រៅយើងសិនណាបងប្អូនធ្វើបែបនេះវាមានជាតិផ្អែមនៅជាប់នឹងទ្របយើងដុតទៅវាមួយយ៉ាងយើងឆាបៀបនេះវាមួយយ៉ាងដែរបងប្អូនប៉ុន្តែបងប្អូនអត់សោះទឹកទេវាអាចនឹងធំហាងបងប្អូនយើងសោះចេះទៅវាអត់ធំហាងទេបាទមានជាតិផ្អែមមកដល់បាទនេះអូតំណងបងប្អូនហើយមកទេសខ្ញុំដាក់3គ្រាប់ទេខ្ញុំខ្លាចហឹលដល់កូនបាទបើបងប្អូនចូលចិត្តហឹលដល់យើងហឹលតិចមកឆ្ងាញ់អត់ឆ្ងាញ់បងប្អូនបាទប៉ុន្តែឆ្អិនបាទបងប្អូនរួចជាការស្រេចហើយវាចូលជាតិហើយបាទមានស្លឹកខ្ទឹមរួយខ្វោកមករួចជាការស្រេចហើយបងប្អូនបាទបងប្អូនណាមិនទាន់ដែលធ្វើម្ហូបនេះសាកល្មើលបងប្អូនបាទឆ្ងាញ់ណាបងប្អូនខ្ញុំអត់ហូបសាច់ទេខ្ញុំហូបទៅបន្លែទ្របហ្នឹងនិយាយចូលជាតិជាមួយនឹងអាគ្រឿងយើងមានជាតិផ្អែមឆ្ងាញ់ណាស់បងប្អូនណាបាទនេះឡើងតំណងហើយធ្វើអញ្ចឹងលឿនព្រោះមកយកឡៃអាំងឡៃអីវាយូរបងប្អូនបាទនេះរួចទៅស្លឹកខ្ទឹមមករួចជាការស្រេចហើយបងប្អូននេះម្ហូបនេះគឺតំណងដែរអាចយកទៅក្លែមបានបាយបានបងប្អូននេះបាទនៅទេបងប្អូនបាទអរគុណច្រើនបងប្អូនបានទស្សនាវីដេអូបងប្អូនជួយ like ជួយ share ផងបាទ